ជំរាបសួរបងបាទជំរាបសួរបាទបងតើបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះរដ្ឋាបាទឈ្មោះរដ្ឋាបងមានអាយុប្រហែលហើយបងខ្ញុំ36ឆ្នាំអូ36ឆ្នាំបងតើទីតាំងនៅហ្នឹងគេហៅភូមិឃុំសង្កាត់អីដែរបងនៅនេះគេហៅភូមិកាកាបសង្កាត់កាកាប2ខណ្ឌពោធិ៍ជ័យរាជធានីភ្នំពេញបាទបងចង់ដឹងថាមុននឹងបងប្រើផលិតផលណាកូស៊ីហ្នឹងតើបងមានបញ្ហាអាឡែស៊ីអ្វីខ្លះដែរបងខ្ញុំអាឡែស៊ីពេលមិនតិចទៅចេះតែផ្ដាសាយហូរសបោឈឺក្បាលដុសសាច់ច្រមុះពេលយើងមិនតិចតឹងច្រមុះហ៊ីសបោពេលយើងកេងសិនតិចទៅវាផ្ដាសាយហ៊ីសបោធ្វើទុកពេលយើងនៅសិនតិចសិនអីចូលសិនតិចឡានបើកឡានបើអីចូលសិនតិចពិបាកដល់ដង្ហើមអត់ចេញបាទហូរសបោហ្មងលមាស់ភ្នែកលមាស់ជីហើយឈឺក្បាលបងប្រើប្រហែលថ្ងៃដឹងពីប្រសិទ្ធភាពថ្នាំហ្នឹងបងផលិតផលហ្នឹងខ្ញុំប្រើរយៈពេលខ្ទង់មួយអាទិត្យខ្ញុំដឹងពីប្រសិទ្ធភាពបាទបងប្រើមួយអាទិត្យដឹងពីប្រសិទ្ធភាពផលិតផលណាកូស៊ីហ្នឹងហ៎បងបាទអញ្ចឹងបងប្រើហ្នឹងបងប្រើអស់ប្រហែលកំប៉ុងហើយបងហើយបានជាហ្នឹងជាទៅលើអីខ្លះដែរអញ្ចឹងហ៎បងបាទខ្ញុំប្រើអស់ប្រហែលជាមួយកំប៉ុងកន្លះជាប្រហែលជាខ្ទង់ 90% ទី1ខ្ញុំបាត់ហ៊ីសបោទី2បាត់ក្អកទី3បាត់ឈឺក្បាលហើយទី4បាត់លមាស់ភ្នែកបាទហើយដុសសាច់ច្រមុះបងរួញអស់ចឹងហ៎បងរួញអស់បាទហើយបងឈឺប្រហែលឆ្នាំហើយបងខ្ញុំឈឺប្រហែល2ឆ្នាំអូបងឈឺ2ឆ្នាំហើយអញ្ចឹងបងជាចុងក្រោយបងមានពាក្យពេចន៍អីផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនដែលគាត់មិនទាន់បានប្រើផលិតផលណាកូស៊ីហ្នឹងបងឲ្យគាត់បានប្រើបានជាដូចបងអញ្ចឹងណាបាទជាចុងក្រោយខ្ញុំសូមផ្ដែផ្ដាំពុកម៉ែបងប្អូនមិត្តភក្តិទាំងអស់ដែលមានអាឡែស៊ីច្រមុះដុសសាច់ច្រមុះសូមប្រើផលិតផលណាកូស៊ីពិតជាល្អប្រើពិតប្រាកដមែនអរគុណច្រើនបងដែលបងបានចែករំលែកពីបញ្ហាដុសសាច់ច្រមុះអាឡែស៊ីច្រមុះហ្នឹងហើយនឹងក្អកផ្ដាសាយអីគឺបងបានជាអស់ហើយបងបាទបងចឹងអរគុណច្រើនបងជម្រាបលាបងបាទ